ឈប់រិះគន់អត់ប្រយោជន៍មករួមកម្លាំងកសាងជាតិសម្ដេចតេជោដឹកនាំប្រទេសយើងផុតពីរបបពលពួតរិស្យាស្រោចស្រង់ផុតពីវេទនីបដូរបដាច់ពុះពីយកសុខសាន្តជូនជាតិវិញដល់ពេលសុខសាន្តត្រកាលមានស្រីភាពពេញលេញគ្រប់យ៉ាងក្រមលុបសន្តិភាពបវសម្ដេចដេចចូលធ្វើផ្លូវជាតិល្អឲ្យខ្មែរបានសុខសាន្តអរគុណសន្តិភាពសាងជីវិតថ្មីសម្ដេចដេចចូលឈ្នះវិក្រ័យលែងដឹកនាំកម្ពុជាបានសុខសេមសាន្តសូមបងប្អូនក្រុមអ្នកប្រឆាំងឈប់រិះគន់ខុសប្រមាណរួមកម្លាំងកសាងជាតិវិញនាំគ្នារក្សាអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យរីកចម្រើនតរៀងទេបងប្អូនអើយមាតុភូមិកម្ពុជាឆ្លងកាត់គ្រាលំបាកដល់ជួបចត់ណាស់មកហើយគប់រិះគន់អត់ប្រយោជន៍ទៅមករួមកម្លាំងកសាងជាតិល្អជាងណាបងប្អូនអរគុណសន្តិភាពសាងជីវិតថ្មីសម្ដេចដេជោឈ្នះវិក្រ័យលែងដឹកនាំកម្ពុជាបានសុខសេមសាន្តសូមបងប្អូនក្រុមអ្នកប្រឆាំងឈប់រិះគន់ខុសប្រមាណរួមកម្លាំងកសាងជាតិវិញនាំគ្នាថែរក្សាអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យរីកចម្រើនតរៀងទៅចង់ដឹងមនុស្សធ្វើល្អឬមិនល្អបងប្អូនមើលតែម្យ៉ាងគាត់តើអ្នកធ្វើអ្វីបានសម្រេចខ្លះតាំងពីដឹងក្តីមកណាបងប្អូន